អ្នកគ្រូគឺជាអ្នកគ្រូ Star ថ្មីដែលបានចាប់ឈ្មោះចូលថ្នាក់12 B1 ចឹងហើយអ្នកគ្រូត្រូវតែបង្រៀននៅក្នុងថ្នាក់នោះហើយអ្នកគ្រូក៏ត្រូវបង្រៀនខ្លួនឯងបន្ថែមទៀតផងណាដើម្បីឲ្យឆាប់បានចូលគ្រូឆាប់ណាចាលោកគ្រូបាទអ្នកគ្រូទាំងពីរសុទ្ធតែជាអ្នកគ្រូ Star ថ្មីដូចគ្នាទេចឹងហើយទីទៀតខ្ញុំនឹងឲ្យលោកគ្រូជុងវូនាំអ្នកគ្រូទាំងពីរដើរមកជុំវិញសាលាហើយនឹងទៅមើលថ្នាក់របស់អ្នកគ្រូព្រានរៀងខ្លួនលោកគ្រូលោកគ្រូចុងវូនឹងគាត់នៅខាងណាវិញលោកគ្រូនោះលោកគ្រូជុងវូគាត់រៀបចេញទៅលោកគ្រូជុងវូចាំយកលោកអ្នកគ្រូ Star ទាំងពីរយកទៅមួយផងបាទលោកគ្រូអ្នកគ្រូទាំងពីរមកតាមខ្ញុំមកខ្ញុំនាំមើលជុំវិញសាលាហើយនឹងតាមថ្នាក់នីមួយៗរបស់អ្នកគ្រូនេះគឺជាថ្នាក់ 11A1 ចឹងអ្នកគ្រូត្រូវតែចូលបរៀន Star នៅក្នុងថ្នាក់ហ្នឹងនេះគឺជាថ្នាក់របស់អ្នកគ្រូចឹងអ្នកគ្រូត្រូវចូលបរៀនក្នុងហ្នឹងមកទៅសិស្សនៅក្នុងសាលានេះហើយបការៀនដល់កោឯងមកទៅគ្រូពុំបញ្យល់មួយនឹងស្ងាត់ជ្រាបវាទៅល្អមកសាលាគេមកសិស្សហកឡើងងំគ្នារៀនឡើងពេញនឹងមកទៅសិស្សបកាសាលានេះមកទៅអូយខ្ញុំលើកទី1ដែលបានមកចូលរៀនសាលាបែបនេះសង្ឃឹមថាល្អគ្រប់យ៉ាងមានកាត់អីអត់អូនមិញអ្នកគ្រូដាវប្រញាប់ពេកអត់បានមើលសុំទោសផងអ្នកគ្រូដាវបុកចុំមានអារម្មណ៍ថាគាត់មុខស្តៀងណាគេម្នាក់ហើយយើងដូចជាប្រហែលធ្លាប់ជួបគាត់ពីមុនមិនទេអើអ្នកគ្រូសុំទោសណាមិញអ្នកគ្រូប្រញាប់មែនអ្នកគ្រូអត់បានមើលអលែងតែមើលអីផ្សេងចឹងតែអ្នកគ្រូសុំទោសណាអ្នកគ្រូទៅតែចូលមកបរៀនថ្មីនៅទីនេះមែនចាអ្នកគ្រូគឺជាអ្នកគ្រូ Star ចូលថ្មីចាអ្នកគ្រូពីមុនមកអ្នកគ្រូដែលធ្លាប់រៀននៅនេះហត់ចាអ្នកគ្រូធ្លាប់តាអ្នកគ្រូកាយ៉ងនៅធ្វើគេហ្នឹងហ៎មកនឹងនិយាយមួយកូនសិស្សទៅអីទៀតមកដើរតទៀតទៅមើលថ្នាក់មកអីទៀតចាលោកគ្រូចាំផ្លាតខ្ញុំនិយាយមួយកូនសិស្សហ្នឹងណាអ្នកគ្រូសុំទៅវិញណាឯងចូលថ្នាក់ចូលអីដល់មកចូលរៀនឯងបងមានអ្នកសញ្ញាឲ្យបាន92នាក់បូកទៅហើយយើងមានអ្នកសញ្ញាឲ្យបាន59នាក់ចាំបូកបន្ថែមហើយយើងបាន15នាក់យើងវិញរកបាន48នាក់ហើយយើងវិញរកបាន32នាក់ឯងបូកមើលបានប៉ុន្មានអូខេវេតចាំផ្លែយើងបូកសិនអូហើយពួកបងធ្វើគេនឹងបូកលេខបូកអីប្រហែលបាននេះគេណាពួកបងហៅអ្នកសញ្ញាឲ្យបោះឆ្នោតក្រុមពួកបងហ្នឹងណាអូនឯងជឿថាក្រុមពួកបងអាចឈ្នះក្រុមពួកខៃសាយើងកុំតាន់អាស្មានតារាប់ណាយើងមិនតាន់បានឃើញលទ្ធផលរៀងខ្លួនចាំតិចចាំអ្នកគ្រូផងអេនេះអ្នកគ្រូហៅបាន10នាក់ដែរតាមើលយូមីបោកសរុបមើលបានទាំងបងអ្នកគ្រូដែរសរុបមកពួកយើងហៅបានមនុស្ស256នាក់អញ្ចឹងក្រាសញ៉ៃទាំងក្រាសបោះឆ្នោតទាំងប្រមាណហ្នឹងទុកឲ្យ management ទុកអូខេចាំយើងរៀបចំទុកដាក់វាស្រួលបួលតែក្មួយទាំងអស់គ្នាត្រូវប្រុងប្រយ័ត្នណាលឺនៅមិនចឹងវិញអ៊ំកាតអីគេមែនអត់មានអីទេអ៊ំគ្រាន់តែឲ្យពួកឯងប្រុងប្រយ័ត្នហ្នឹងណាដោយសារកុំឲ្យលេងលឺអីណាប្រយ័ត្នពួកនោះវាធ្វើអីធ្វើតាមចិត្តបានណាចាំមិនអ៊ំឲ្យប្រុងប្រយ័ត្នហ្នឹងពួកវាមានអំណាចពួកវាមានលុយណែលោកគឺជាណាគេហ្នឹងបានចូលមកកន្លែងឯកជនរបស់មេយើងដែលគ្មានការអនុញ្ញាតចឹងដាច់ខាតហាមចូលទៅចិត្តលោកប្រុសរបស់យើងគេគឺជាភ្ញៀវរបស់យើងអញឲ្យគេចូលមកហើយអញជិះទៅខាងសិននៅបាទទទួលបានលោកប្រុសចូលមកអង្គុយនៅកន្លែងសាឡុងសិនមកUE ជាអ្នកប្រាប់ឲ្យឯងមកទីនេះមែនទេបាទហើយមិនបានជាលោកដងកន្លែងរបស់យើងគ្មានណាគេដឹងក្រៅពីនាងហើយនឹងលេខារបស់យើងទេហើយលោកចង់សួរអីក៏សួរមកយើងមកទីនេះយើងពិតជាចង់ដឹងថាមិនបានជាលោកដងពីយើងគ្រប់យ៉ាងចឹងតែយើងគ្មានដឹងសំបីតែបន្តិចហើយសំបីតែចងចាំរឿងទាំងឡាយក៏យើងមិនចាំដែរថាយើងកំពុងធ្វើអីគេខ្លះយើងធ្វើអីខ្លះក៏យើងអត់ចងចាំទាំងអស់បើទៅជាលោកដងពីយើងទៅវិញឯងពិតជាចង់ដឹងមែនហ៎បាទ
dương bật chỉ ngó là tăng được bê để dương ban chụp ai hỏi dương mi rộng tha dương mình ca trong trăm ấy xong bây giờ hưởng tiền lại tặng o dương mình ca trong trăm tặng o hỏi anh lộc ban phép dương tha anh lộc chui dương hay nu ban ấy tha mấy group giang anh đã thua vì được luôn anh ta hay mấy bạn anh mà thờ xui dương vinh thua vì được luôn anh thua ai kì dương bật chỉ ăn vô anh vậy sao nhỉ dương mình được man saoถ้ามันดูดีครับไปช่วยเองมันดูดีแต่ในนักบ้านเองขบเปบ้านจีเองมันจ้องจำเพื่อไว้ไว้ขบยังต่อช่วยตาปุ๋ยยังชอบสกอคนิปม้วนแมนกาเปิดเนื้อตาจีกาเปิดกรบยังไอ้ขมิ้นกาจ้องจำสมบัติแต่มัดแพะกลุ่นไอมัดแพะตาเนี่ยน่าก็จะมัดแพะบ่อยยังจังตาไอเมนเตอร์ก็จะขี้ระ 사랑을 잘 모르겠어 이렇게 다가올 줄 난 몰랐어 Mày, anh trong trăm với nhé. 마음조차 Kira, bên đi dùng ban chụp anh ấy, dùng bắt chỉ được anh nó sầm lạnh. Cùng hai dân tha sầm lạnh, chứ khi mà được chỉ anh ấy. Ôi dùng xong to, dùng bắt chỉ ấp đông, mình trong trăm hưởng ấy từng ó hay. Hay đấy ban chỉ anh, mình trong trăm hưởng đã luôn anh sầm lập để sao mà nó xem nẹo phong ấy. Nào mày, dương trong sầm lập luôn, hay dương trong sầm lập luôn hồi kì, dương ăn vô lại nhỉ nè. Rương năng á, bữa xin chỉ dương chui anh toàn PT á. Và hai chị ấy lên mang khơi một ôn giấy dùm lắp trên bỏ anh thế đây. Nên hửi cái mình hai anh chưa dương ra được việc nè hay mấy bạn dương trong sầm lập luôn mua là hai cơm nụ xây để anh sẽ lại mình nè thôi anh vô cho làm để anh min miên ban từ xua nè cho ba sáng nay một ngày thôi ấy luôn ta chỉ riêng để vô cho làm sao anh trong sầm lập luôn để xa kê anh có là ôn giấy anh đừng dương ấy anh cũng cất hai dương mình được ấy bị anh là sao ta mẹ làm style khỏi class hè bữa sau giấy slap lên dương sang tờ dương bắt chỉ ở đâu ấy ông man mua là hai này hay bàn dương trom tốc nồng cho chỉ ngoài pe này hết đó pe để anh cô tự đăngខ្លួនanh ấy ta mới thử ấy mình xong bỏ anh phép dương man dương đăng man dương mình anh về hướng đi phép đó anh ba này ta bữa sau chỉ anh trong đăng á anh thì xua mình nè xây để phép anh em Martin nông tờ niên cứ đăng hay niên cứ chỉ đăng khúc giang bị anh tiếp phong hay mấy ban chỉ niệm đồng ta niên chi là kì nó xây mẹ nó cứ chim nó xây để anh ban vai cho mùi niên PP để anh ta mơ ôn giấy bỏ anh hay thích thiết anh được đơn vị được bỏ anh hai nương niên hai niên cứ chia là kỳ hai anh thuộc ấy thoát bị môn mong cho rương để anh vậy tha anh mình xin chỉ để môn nóng anh chưa biểu là dân vô tình mà nụ mới chỉ được ấy nhưng phải chỉ audio bị ấy nè trong mai tha anh cứ chỉ bị sai men này hướng nắng á anh sẽ xua niên tự o hơi niên đang khúc hướng tự o nhưng mình ai phép anh nó penny ba nè hai mùi tiệt bây để anh ban đang hưởng từng on đang hai á xong ai công tơ nhẹ nhẹ cho mình buộc cây từng on đang ấy chỉ sẽ cứ ôn xây bỏ ai bên này ai mình ai chụp niềng ba này tại dương tục ai pe lệ đa tam tana hai pe nu ai nó mang khơi một ôn xây bỏ anh vinh hai niềng có mang khơi một bong phao được sai là cọt ba niềng đi kia lúc đó anh vô mấy quay và đón được đại khơi miền phiêu miền ấy vòng mình intro vô song ấy vậy đợt phải lực đích chờ miền phiêu miền ấy nè mọc lại xí tiết á ôi mà ơi anh chăm cái đá thay cái trong ngọc đừng hơi cây ní anh cho bao là ní làm bay tập bóng pro ai mẹ này mùi sấy à hay mùi sấy anh mà khang này bên đừng ngó ông đi chỉ đã khơi mùi anh mà tin đi sao mùi sấy cha ông men cái mình nhungอะไรทำมือสมอดอับบ้านนี่เหรอ ông số anh thằng cha thà anh nâng mau pina bạn ông mà đã khơi anh mà tin đi anh lại sọc na nhưng mà bị con là si ca của ông để sao nhung stress bay tới bà nhung chi mo chỉ lên đó nghe ông hay có cho tốt ông mong tới alo bác mấy chị mình cái chạm máy độ tập 3 đây cái chạm máy độ từ room student console là 100 thì do máy độ mà không ok bọn tập đó thì năng lời ông mời nhung xong pia trong lần sau này thì cái chạm nhung mà do mình ông mày thơ cùng tao thơ của bạn này mày đó ở này nó nè bọn mày do này với nhá nè men thử ai vậy
អូនឯងមានរឿងអីឲ្យប្រកាសនោះហើយមិនបាននៅកក្បាត់កអូនឯងពកកំហុសមិនចឹងអូនឯងកំពុងលេងអីគេមែននៅក្នុងឯកសារមួយនេះវាលេងសំខាន់សម្រាប់ខ្ញុំទៀតហើយយើងគួរតែហិចវាចោលហើយណាអ្នកដកឈប់ភ្លាមគេថារឿងនោះអូនឯងអ្នកធ្វើខ្លួនឯងទាំងអស់ហើយមិនអូនឯងមកធ្វើអីចឹងឈប់ភ្លាមនេះជាអ្វីដែលខ្ញុំកំពុងធ្វើហើយនេះជាអ្វីដែលខ្ញុំចង់បានមិនដកនេះអូនឯងកំពុងក្បត់បងមែនណាKenji លោកចូលដៃគេពេលខ្ញុំមែនទេនេះហើយជាលទ្ធផលដែលឯងចង់ឈ្នះយើងមិនជីông thời kia nó cả bắt cứ chỉ nẹt khủ thế à hai nẹt khủ mà thì đang thấy nó miếng cay kia mình nẹt khủ tha họ tầm mơ thằng pizza họ ai mình đang lên bắt nào thằng pizza nào kia nè mình tầm mà bắt với nẹt khủ cứ thằng đập pi bê môi chỉ thằng bao nhiêu hiện hai nẹt khủ miếng cay kia mình nẹt khủ thử mà phải hiện nó thằng đang ngỏ chẳng nẹt khủ mà tam nhưng mà chẳng bàn tay nhưng phèm nẹt khủ môi sần thằng nẹt khủ kia nè cứ pizza xin kia nó không sần à sao nẹt khủ đã miếng cay đập pi bê môi vì ai phi tập ai cho bàn hay nẹt sen kia đó ai cho bàn này xong bay tập khủ đài mình chua bền còn ai cho bàn này hay cho nẹt khủ miếng cay đập pi bê môi vì ai phi năng này nẹt khủ đôi chỉ ở to miếng phẳng nằng bà sân chỉ nẹt khủ ở to miếng còn ai đài bà sân chỉ nẹt khủ vì nó nặng nó ở đây chẳng lời nẹt khủ ai phở cắt mà nhom sân bàn lời mà tam nhom áนี่นะครูคือเชียร์ประตูรุงดับปีใบมวยขณะให้บรรทุกอะเนื้อแต่ได้ปนตาขบยังก็วิเลงแต่ได้ที่ไรจังนะครูโจมอนให้ยังทรงแปมแพร่จ้าจมไม่มาเธอสะกบគ្នាมาเธอจำไหลกุยคลายแม่ให้ไม่บันไอสันทานบักปุกเก้เธอจีบอกขมาอ้อจังអ្នកគ្រូមិននឹងចូលទៅចាអ្នកគ្រូចូលតាមិញនឹងอะไรតែមើលជុំវិញថ្នាក់ហ្នឹងឯងចុំចម្លែកម៉ែគាត់ទៅចូលភ្លាមមានអារម្មណ៍ថាបរិយាកាសនៅជុំវិញហ្នឹងផ្លាស់ប្ដូរភ្លាមយីមកសូម្បីតែនិយាយពួកគេអត់និយាយដែរហាក់ដូចជាមានរឿងអីអញ្ចឹងនេះមកគេហៅថាថ្នាក់ special មែនណាតានេះគឺជាច្បាប់សាលាដែលដាក់មកនៅក្នុងថ្នាក់នេះមែនទេកូនសិស្សទាំងអស់គ្នាចាមិនបានយើងសួរទៅគ្រប់គ្នាឆ្លើយតែម្នាក់វិញចឹងហើយយើងមានអារម្មណ៍ថាច្បាប់នៃថ្នាក់នេះយើងនៅធ្លាប់ជួបពីមុនមកមិនទេហើយអ្នកដែលរៀបចំថ្នាក់នេះគឺជាអ្នកគេឬមួយក៏ខ្ញុំមកក៏គិតដូចជាអ្នកគ្រូដែរហើយខ្ញុំក៏ដឹងដូចជាអ្នកគ្រូហើយពេលនេះខ្ញុំស្គាល់អ្នកគ្រូច្បាស់ហើយនេះគឺជារ៉េងទាំង7របស់ពួកឯងដែលជារ៉េង system ថ្មីរបស់ខៃសាជាអ្នករៀបផ្ទាល់អ្នកទី1 Hiroki ជាសមាជិកក្រុមប្រឹក្សាសិស្សឆ្នាំទី2រ៉េងទី3សូមគោរពទៅកាន់អ្នកបងខៃសាអ្នកបន្ទាប់គឺ Yamasaki ក្រុមប្រឹក្សាឆ្នាំទី1ចំនួនទី2រ៉េងទី4សូមគោរពទៅកាន់អ្នកបងខៃសាអ្នកបន្ទាប់ Makio សមាជិកក្រុមប្រឹក្សាឆ្នាំទី2ចំនួនទី2រ៉េងទី5សូមគោរពទៅកាន់អ្នកបងខៃសាអ្នកបន្ទាប់ Hina ក្រុមប្រឹក្សាឆ្នាំទី1ចំនួនទី2រ៉េង system ទី6សូមគោរពទៅកាន់លោកស្រីខៃសាអ្នកបន្ទាប់ Sachiko សមាជិកក្រុមប្រឹក្សាឆ្នាំទី3ចំនួនទី2រ៉េង system ទី7សូមគោរពទៅកាន់ខៃសានិងអ្នកចុងក្រោយគ្មានរ៉េងតែជាមនុស្សពិសេសសម្រាប់ខៃសាគេនោះគឺសូមគោរពទៅកាន់លោកស្រីខៃសាល្អមែនមិនដកឯងពិតជាសັບបំឡងយើងណាស់
mặt đau lại hả ចូលសាច់ការលឿនមកខ្ញុំចង់ដឹង mấy bạn lúc ở đăng hưởng hộp giang chẳng lúc đăng ta thua mình đăng rồi con bắt chi mình đăng mền mà bị mua là hết ấy mền ខ្ញុំមិនយល់អ្នកទាំងអស់គ្នានិយាយយីមែនសូម្បីទាំង Kira ហើយទាំងនាងខ្ញុំអត់យល់ថានិយាយពីអីសោះ bên đi ha mà sầm lạnh bao lâu á mẹ chmua khi ra cái cứ chmua khen chị Kenchi ហើយមិនបានត្រូវទៅដាក់ឈ្មោះនឹងវិញ lúc sắp cất mà lúc hay là cái cứ chỉ mà chết nặng kia hay thòm đá mà chết nặng tay tập ra lại đi nô ao vậy chỉ phải xét cứ chỉ can sầm lạnh tự đâm lùm nhẹ năng vô mồm អើយខ្ញុំពិតជាអត់ចាំខ្ញុំអត់ដឹងអីទាំងអស់ខ្ញុំអត់ដឹងទេខ្ញុំអត់យល់ទេ cái tơ lô á chiêm nọ khọ hay là khọ khăng á mình được thắp từ tay thì chui lô mình thắp từ này cái ba lô khổ pê tay lô ắt trong vậy đằng lô đang ở ha mấy bằng khi ra đã mua chỉ khen chị lô đang lộn anh ở tha bên năng lô sành mua năng khăng á này hai bên năng lô của bạn đã định đem khi ra năng từ chỉ khen chị mình hai lô của bạn phèo khi ra tha lô sành mua khen chị năng khăng hai tơ tao vì ngày hôm mai lô đã mua khi ra từ chỉ khen chị mình hai lô của bạn sành mua năng mặt là hột hai bên đi hai lô bạn phải khục giang vô mọi người Kira បើសិនជាឯងដាក់ឈ្មោះឲ្យ nickname ថ្មីហើយយកឈ្មោះនឹងលយណាហើយចង់ដាក់ឈ្មោះអញឲ្យគេវិញ nickname ឲ្យគេពេលហ្នឹងអញនៅទេហើយអញមើលរឿង movie ជប៉ុនgangster ជប៉ុនអីហ្នឹងហើយឃើញតួប្រុសឈ្មោះ Kenchi ជិះមកតួប្រុសហ្នឹងឡើងលយយកមកហើយឃើញស្ងាត់មមអីចឹងឯណាវាយសាហាវណាហើយអញដាក់ឈ្មោះហ្នឹងឲ្យហើយហ្មងទៅដោយសារវាស័ក្តិសមនឹងហើយដែរមិនហ្នឹងសេទៅលើហើយចឹងមានអីឈ្មោះ Kenchi នឹងលយដែរតា ឥឡូវមកតោះគ្នាទៅហូតតទៀតគ្រូថាឲ្យលើយតោះមែនអត់បន្ទុកលើយតោះ mà vậy trong trăm minh là hot ចុះនាងជាណាគេមិនបានដឹងរឿងទាំងអស់ហ្នឹងរវាងយើងមួយ Kenchi Subaru lúc bây giờ khó khăn khó chứ ai để em cất tiệt hát ấy mày mà làm một cái nhom hát mày cho sờ làm nhom kia để em có bông tất cả biết bọn nó tiệt hát ấy hay lúc đang ở hai bên đang hát thay bài nhom thơ chẳng phủi nhom đang thay bên đại trong sờ làm nhom môn ai để nhom thơ tiệt hay nhom thơ ní ha đầm bay ở cái mơ mọc than niên á thở băng cây trong sờ làm mà đang tia đây chẳng ngay cả cây phồng chạ chanh nhom mơ ní ha nhom mà chui ôm bảo lâu kề hay mấy lúc nó tạm mơ khó chẳng hay lúc đang ở tha sa ra niên sờ lúc khăng á na sô bà rụ ta hát ấy ban chỉ lục sờ mình sấy nè sao chui chắp trong sờ làm luôn chẳng vậy mơ ní ha cùng tại băng cây chị chui chưa bao giờ chỉ cây chị ắt chui với nhá lúc ta chừng nào hay lúc đang ở hay em chuyện là kề nhung cứ chỉ xe hai là một bao lâu cả hai ca nữa ha nhung có chỉ mất cho mình khen chị đẻ hello có chỉ mất được bao can chị được kia nè tay năng á lâu tôi cho hiện từ bộ ngày hello có ban tay gì cho mình khen chị đài cái chiêm đồ đài mình chơi gì chờ này bàn tay bé khe khơi một lốc phim ấy cái còn mẹ làm thằng trang khai chỉ mất phim một bên nó hai lâu có ban score kề hai đừng khi một là hai này hai tao bụi dương ai sánh kia nè khỏi bị bụi dương sánh kia ban một năm chiang ấy lâu có ban cho làm cho mình đằng sau thay mày đài cái cứ chỉ mất cho sơn là bắp on xài bá lộc hai mẹ sấy năng á cứ chia lấy lộc cha mọtពេលដែលលោកស្រឡាញ់គេលោកចាប់ផ្ដើមលេងខ្វល់ពីខ្ញុំและចាប់ផ្ដើមលេងខ្វល់ពីខានជីហើយអារម្មណ៍របស់លោកក៏តែខ្វល់ពីនាងឯងលោកតាមនាងរហូតដល់បានគ្នាធ្វើសង្សារហើយទាំងអាយុរបស់នាងជាមួយនឹងលោកក៏ខុសគ្នាឆ្ងាយហើយមួយទៀតទាំងដែលលោកជាមួយនឹងខ្ញុំអត់តមកម៉េចគ្នាឯងហើយពេលនោះលោកដឹងថាខ្ញុំឈឺចាប់ប៉ុណ្ណាបន្ទាប់ពីលោកស្រឡាញ់គ្នាមួយលេសបាន5ខែលេសក៏បានដោសាឡាទៅសាឡាយ៉ាម៉ាស៊ូកាដែលត្រូវនៅឆ្ងាយពីលោកហើយស្នេហារបស់លោកជាមួយនាងក៏ចាប់ផ្ដើមលេងនៅក្បែរគ្នារហូតដល់នាងលេងខ្វល់ពីលោកទៀតដល់ពេលចឹងហើយលោកឃើញស្ងាត់ពេកក៏លោកចង់ទៅតាមដានគេឬក៏ចង់ជួបគេហើយពេលនោះហើយដែលលោកបានឃើញនាងកំពុងតែនៅក្បែរផោផ្សេងហើយនោះហើយជាអ្វីដែលលោកឈឺចាប់ដែលចង់ស្លាប់ខ្លួនតែបានគេជីដឹងមុនទៅគេមកជួយលោកហើយលោកក៏បាត់ខ្លួនមួយរយៈពេលដែលគេជីបានជួយលោកហើយអ្វីដែលឈឺចាប់បំផុតជាងគេនោះគឺម៉ៃជីពេលដែលគេដឹងថាបបកាត់របស់គេត្រូវបានបាត់ខ្លួនហើយពេលនោះគឺនាងនៅតែម្នាក់ឯងឯងហើយនាងឈឺចាប់ខ្លាំងតាមពិតរឿងនោះគឺវាអញ្ចឹងទេមែនអញ្ចឹងបានន័យថាខ្ញុំអក្រក់ណាស់ហើយដែលខ្ញុំត្រូវក្បត់នាងហើយទៅយកមនុស្សថ្មីហើយចង់សម្រាប់ខ្លួនទៀតខ្ញុំមិនដឹងថាខ្លួនឯងគិតអីទេខ្ញុំអត់យល់ខ្លួនឯងទេពេលនេះអូឈឺក្បាលហើយមួយទៀតខ្ញុំចង់សួរលោកថាចេះហេតុអីបានជាលោកមិនចង់ចាំសំបីតែរឿងខ្លួនឯងចឹងលោកអត់មាននឹកឃើញអីតិចសោះហ្មងហីលោកក៏ត្រូវតែរនឹកឲ្យឃើញមកហើយត្រូវតែចងចាំរឿងទាំងអស់វិញមក
อ๋อខ្ញុំចាំហើយពេលហ្នឹងខ្ញុំបោកភ្នែកមកខ្ញុំដឹងថាខ្ញុំនៅណាឯងហើយខ្ញុំក៏ងប់ទៅឃើញនារីពីរនាក់មានសក់ពណ៌ក្រហមមួយពណ៌ខៀវមួយឈរនៅមុខទ្វារហ្នឹងហើយខ្ញុំដឹងថាកន្លែងហ្នឹងអីឯងព្រោះវាមើលទៅដូចជាដាប់ផ្លែកកន្លែងទីមុនឬក៏អីចឹងហើយខ្ញុំមកបានថាបាននាទីហើយខ្ញុំក៏ស្លាប់ទៅវិញបាត់ទៅហើយខ្ញុំក៏អត់បានឃើញមុខនាងទាំងពីរហ្នឹងដែរ ស្រីសក់វែងក្រហមហើយខៀវចុងតិចបងប្អូនខាបាសាគីអើ មិនមែននាងឯងជាមូលហេតុដែលខ្ញុំអត់ចង់ចាំអីយោតែខ្ញុំសុំសួរនាងមួយទៀតមើលខេនជីជួយខ្ញុំដល់របៀបណាហើយមិនបង្គេប្រាប់ថាក្នុងខ្លួនខ្ញុំមានជីពជាដេម៉ុនចឹងហើយគេជាអ្នកបញ្ចូលឲ្យទៀតថែមទាំងនាងទៀតនាងក៏ធ្លាប់បានវាយគ្នាជាមួយខ្ញុំដោយ power ដែរចឹងបានន័យថានាងមានជាដេម៉ុនដែរមែនទេ រឿងហ្នឹងគឺពាក់ព័ន្ធជាមួយនឹងខាងជីផ្ទាល់រឿងហ្នឹងគឺវាបែបនេះកាលពី20ឆ្នាំមុនមានខេងដេម៉ុនម្នាក់គាត់ចង់ផ្ទេរឈាមដេម៉ុនចង់ក្រោយរបស់គាត់នឹងទៅកាន់មនុស្សពិសេសនិងមនុស្សក្លាហានម្នាក់ដែលមិនខ្លាចក្នុងការប្រឈមមុខនឹងរឿងអ្វីៗគ្រប់យ៉ាងដូចជាការសម្លាប់ឬក៏ស្លាប់អីហ្នឹងឲ្យតែជាមនុស្សពីមិនភ័យគាត់ចង់ផ្ទេរឈាមដេម៉ុនចង់ក្រោយរបស់គាត់នឹងទៅកាន់មនុស្សចង់ក្រោយនឹងយកមកពួកគាត់ចង់ទៅជួបប៉ុនរបស់គាត់បានន័យថាពេលដែលគាត់ផ្ដល់ឈាមទៅណាគេចង់ក្រោយម្នាក់ហើយរយៈពេល1ឆ្នាំក្រោយមកគាត់នឹងត្រូវបាត់បង់ជីវិតនឹងអាចទៅជួបប្រពន្ធគាត់បានដូច្នេះហើយគាត់ក៏បានរកឃើញការជីរបស់យើងជាមនុស្សដែលមិនចេះខ្លាចក្លាហានសូម្បីតែគេកំពុងសម្លាប់មនុស្សនៅមុខគាត់ក៏ខានជាអត់មានភ័យអីសោះតែពេលនោះកេនជាក៏បានឃើញថាមនុស្សទាំងនោះកំពុងតែសម្លាប់មនុស្សដែលគេស្រឡាញ់ហើយកេនជាក៏ចាប់ផ្ដើមខឹងខ្លាំងខុសធម្មតាហើយគេក៏សម្លាប់មនុស្សជុំវិញខ្លួនគេអត់គិតថាណាគេណាអីទេទៅគឺសម្លាប់ទាំងអស់ហ្មងពួកគេបានសម្លាប់មនុស្សដែលខ្លួនស្រឡាញ់ហើយពេលនោះហើយគេក៏បានសម្លាប់ខ្លួនឯងតាមក្រោយទៀតដើម្បីទៅតាមរបស់គេស្រឡាញ់តែពេលនោះខេងដេម៉ុនក៏បានឃើញហើយក៏មកយកហូហៀងកាយកេនជាទៅបញ្ចូលឈាមដេម៉ុនរបស់គាត់ឲ្យទៅកេនជាយកទាំងអស់ហ្មងហើយកុំភ្លេចការចងចាំរឿងស្នេហាអីនោះទៅហើយកេនជាក៏បានរស់ឡើងទៅបន្ទាប់ពីបញ្ចូលឈាមដេម៉ុនរួចហើយអាកាសធាតុប្រែមកជាស្រស់ថ្លាធម្មតាវិញមកបានន័យថាកេនជារបស់យើងទទួលឈាមដេម៉ុនពេញសិតហើយបន្ទាប់មកកេនជាក៏ត្រូវដើរទៅយកជីវិតមនុស្សដែលត្រូវការគេខ្លាំងឬក៏ចាំបាច់ឲ្យគេជួយខ្លាំងហើយពេលនោះកេនជានឹងចុះកងត្រាជាមួយរយៈពេល10ឆ្នាំក្រោយមកកេនជានឹងយកជីវិតពួកគេហើយតមកបានឃើញសម្រាប់កេនជារបស់យើងហ្នឹងមានរូបរាងសង្ហាទោះបីជាគេអាយុច្រើនក៏ដោយហើយទោះជាបីយ៉ាងណាក៏គេនឹងមានអាយុវែងរហូតហើយនឹងសម្រាប់របស់គេស្អាតរហូតដែរ ចុះពួកយើងទាំងពីរនាក់វិញនាងហើយខ្ញុំមក កាលពីឆ្នាំ2005ខ្ញុំត្រូវប៉ាម៉ាក់របស់ខ្ញុំបោះបង់ចោលហើយពេលនោះខ្ញុំមានអាយុ7ឆ្នាំហើយពេលនោះខ្ញុំក៏បានដើររកកំប៉ុងមករកអេចាយដើម្បីយកលុយទៅតុបទិញអីញ៉ាំដែរស្រាប់តែពេលហ្នឹងមានជនអក្រិត2នាក់គេចង់ចាប់ខ្ញុំយកមកទៅលក់ហើយពេលហ្នឹងបានបាយពីខ្ញុំថែមទៀតតែពេលហ្នឹងចេះស្នាងវិញដែលកិនជីបានមកដល់កិនជីក៏បានយកជីវិតពួកទាំងនោះដោយសារពួកទាំងនោះមានជាប់កងត្រាជាមួយនឹងកិនជីក៏កិនជីយកជីវិតរបស់ពួកគេពេលនោះខ្ញុំក៏បានឃើញកិនជីហើយខ្ញុំក៏គិតថាគេល្អចង់សងគុណជាមួយគេវិញដោយការទៅនៅជាមួយដូចជាធ្វើការងារផ្ទះឬក៏អីចឹងប៉ុន្តែកិនជីក៏បានបដិសេធកិនជីអត់ព្រមទេរហូតដល់ខ្ញុំบอกកិនជីច្រើនពេកទៅក៏កិនជីអាណិតក៏ព្រមយកខ្ញុំទៅចាំរហូតដល់ឥឡូវប៉ុណ្ណឹងហើយពេលធំឡើងខ្ញុំបានចូលរៀននៅវិទ្យាល័យពេលនោះកិនជីក៏បានចូលដូចគ្នាទៅពួកយើងរាប់អានគ្នាជាមិត្តភក្តិពេលហ្នឹងដែរកិនជីក៏បានឲ្យខ្ញុំនឹងអនុញ្ញាតឲ្យគេជាមិត្តភក្តិទៅហើយពេលហ្នឹងក៏ខ្ញុំរាប់អានគ្នាជាមិត្តភក្តិហ្មងទៅហើយពេលហ្នឹងដែរខ្ញុំក៏បានចាប់ចិត្តទៅលើកិនជីប៉ុន្តែវាអត់អាចទេដោយសារមកទៅយើងមិនស័ក្តិសមមួយគេរហូតមកពេលដែលលោកបានស្គាល់កិនជីក៏បានណែនាំឲ្យខ្ញុំហើយពេលហ្នឹងជាពេលវេលាដែលពួកយើងបានស្រឡាញ់គ្នាប៉ុន្តែក៏ខ្ញុំខកចិត្តវិញដែរហើយចំណែករឿងរបស់លោកវិញដែលកិនជីបានជួយនឹងមូលហេតុគឺគេប្រើ power របស់គេហ្នឹងឯងដើម្បីជួយលោកបានហើយនេះហើយជារឿងរ៉ាវរបស់ពួកយើងទាំង3នាក់ អញ្ចឹងរឿងជីវិតរបស់ខ្ញុំហើយនឹងនាងគឺពិតជាផ្ទុំគ្នាមែនហើយពេលនោះនាងគឺជាសង្សាររបស់ខ្ញុំទៀត 다시 널 사랑할 때 តែពេលនេះឲ្យបងសុំនឹកមកអូនបងទៅបានពេលនេះបងចង់ចាំរឿងគ្រប់យ៉ាងហើយបងសុំទោសហើយយូអីបងសុំទោសខ្លាំង 낮으로 달려도 네 상처 មិនសុំទោសទេវាហួសពេលអស់ហើយតែអូនអាចចាប់ដើមស្នេហ៍ជាស្នេហ៍មួយបងមកនេះតែស្នេហារបស់បងគឺនៅរងចាំបងជានិច្ចបងទៅរកគេណាហើយបងនឹងដឹងថាពីមូលហេតុថាបានបងគិតថាគេមានសង្សារថ្មីចាស់បង ស្នេហាចាស់របស់បងអូនឯងចង់និយាយ please man ចាហ្នឹងហើយបងទៅរកគេចាស់អូនអាចនៅម្នាក់ឯងបានឬក៏អាចចាំមនុស្សថ្មីបានដែរ យូអីអូនអរពេកហើយឲ្យបងសុំទោសណាដល់កន្លងមកបងមិនដែលឃើញពីតម្លៃរបស់អូន មិនអីស្នេ
ស្នេហាបាត់បបងគឺជាលីសហ្នឹងឯងគឺជាបេះដូងបងតែម្នាក់គត់ បងអរគុណអូនគ្រប់យ៉ាងយូអ៊ីដែលធ្វើឲ្យបងដឹងខ្លួនឡើងមកវិញហើយមិនប្រកាន់នឹងបងទៀតបងពិតជាអរគុណណាស់យូអ៊ីអរគុណច្រើន មិនអីទេបងវាស្នេហ៍ជាអ្នកកំណត់មកហើយអញ្ចឹងយើងធ្វើតាមបេះដូងទៅណា 거야. នេះមិនជាយើងបានទិញកាបូបឌីអឲ្យឯងនេះចាំពេលទៅដល់ផ្ទះឯងបើកមើលយើងអរគុណណាស់ម៉េចអត់ពេញចិត្តមែនមានណាយើងអរគុណឯងណាមកទៅមកមិនជាអត់ដូចចង់ទៅណាទៀតមែនហ្នឹងប្រាប់ពួកយើងមើលហើយយើងមានអារម្មណ៍ថាយើងចង់ទៅផ្ទះវិញមិនចឹងអត់មានមិនទេគ្រាន់តែយើងចង់ទៅផ្ទះបងមិនជីមីគីហ្សារីនមើលខ្វាន់ចេញពីស្លាបានតែពីទឹកសោះធ្វើអីណាដូរបោះសក់អីណាចាហើយមិនអូនគិតអត់ចង់ចូលទៅស្លាវិញទេមែនហ្នឹងឯងទៅវិញទៅស្លាវិញទៅពួកយើងអត់ហាមឯងណាហើយពេលដែលឯងទៅវិញណាមកទៅចុះតែយើងមិនទាន់ចង់ទៅចុះពេលវេលានេះជាពេលដែលឯងគួរទៅចុះមិនដែរបងស្បាយនឹងចិត្តអត់មួយរយៈនេះបើនៅសាលាវិញដល់ក៏មាន student ខលសថ្មីចេញមកនឹងតប៉ែហើយច្បាប់ថ្មីចេញមកខៃសារជាអ្នកហៀបខ្លួនឯងអត់មានគិតពីខាងជាដែលជា leader ធំសោះហើយសំបីមិនដកឥឡូវក៏គេឡើងរែងជាមួយនឹងពួកខៃសារនឹងដែរធ្វើការកំងឲ្យគេដែរបងគីរ៉ានាងឆាប់ប្រាប់យើងភ្លាមមកថាបងប្អូនខាវ៉ាសាគីនៅរស់មែនអត់ហើយឯងនៅស្គាល់យើងទៀតហ៎នាងធ្វើមើលតែខ្ញុំមិនដែលស្គាល់នេះពីមុនមកចឹងឆាប់ប្រាប់ខ្ញុំភ្លាមមកថានាងដឹងរឿងទាំងអស់មែនអត់ហើយពួកគេគឺនៅរស់នាងឆាប់ប្រាប់ខ្ញុំភ្លាមមកថាពួកគេនៅណាពេលនេះពួកគេកំពុងតែកាន់កាប់ស្លាយាម៉ាស៊ូកាប៉ុន្តែខ្ញុំមិនដឹងទេថាពួកគេនៅណាប៉ុន្តែអាចនឹងពួកគេនៅកន្លែងនាងព្រមធ្វើគ្រប់យ៉ាងតាមយើងអត់បើសិនជានាងចង់ហូបបន្តមិនបានមកដល់ពេលនេះហើយនាងនៅធ្វើកាយពួកគេទៀតចឹងគឺខ្ញុំមិនដឹងទេនាងត្រូវឆ្នាំសម្ដងរបស់ពួកគេអត់ទាន់បានទៀតទេតែពេលនេះបើសិនជានាងជួយយើងនាងនឹងរស់បានយូរអូខេចឹងយើងនឹងទៅតាមឯងមកយាយនៅទាំងអស់គ្នាពេលនេះអត់ឃើញមិនជីកមកចេញមុខការពារឬមកជួយពួកឯងទៀតទេហ៎មើលទៅគួរឲ្យអាណិតដល់ហើយដងស៊ូតើឯងព្រមធ្វើមិនជាមួយនឹងពួកក្មេងៗអស់នេះហើយមើលទៅមនុស្សដែលមិនស្ដាប់គ្នាបានហើយមនុស្សដែលល្មើសពីនៃនៅក្នុងសាលាអាចនឹងប្រឈមការធ្វើបាបដូចជាគួរតែយើងពីនៃដូចជាផឹកទឹកលូដឹងចាប់ពួកវាយកទៅក្រៅបាទទទួលបានមកបងជួយចោលតែខ្ញុំម្នាក់មួយមកណា
អាលប៊ុមហ្នឹងម្ចាស់បាត់បានណាគេហើយអាហ្នឹងលក់មួយម៉ាន បងអាល្ប៊ុមហ្នឹងរបស់ Princess Magic បង from Yamazaki School តែបើបងចង់ទិញបានតម្លៃ discount ងាយៗបងគ្រាន់តែបងចោះឈ្មោះចុះក្នុង YK គ្រប់ទៅបងនឹងទទួលបានអាល្ប៊ុមរបស់ Princess Magic ភ្លាមៗហ្មង ហើយពេលចុះឈ្មោះហើយបានអីគេខ្លះមិនខ្លះបើចុះឈ្មោះចូលហើយអត់មានធ្វើអីអត់មានបានអីខ្ញុំអត់ទិញទេណាខ្ញុំមកចុះឈ្មោះចូលទេណា អូនអាហ្នឹងពេលណៃចុះឈ្មោះចូលហើយអូនឯងបានចូល YK របស់ធីមអ្នកគូហើយពេលយើង trending បើសិនជាយើងមានសមត្ថភាពយើងជាប់យើងអាចឡើងទៅលើឆាកធំនៅខាងមុខនេះរយៈពេលខ្លីហ្មងហើយអូនឯងបើសិនជាអូនឯងមានឱកាសអូនឯងទិញឲ្យហើយទៅ អូលុយហ្មងណាតោះពីអ៊ំទិញឯងយើងលងឲ្យមុខទៅមានឱកាសខ្លះជាតារាចឹងអ្នកគ្រូខ្ញុំទិញអាល់ប៊ុមហ្នឹងឲ្យខ្ញុំសុំចុះឈ្មោះចូល អូខេអូនឥឡូវអូនឯងហើមើលសិនណាអូយហត់ណាស់នេះតែហត់វិញក៏សប្បាយចិត្តដែរព្រោះសារហមរត់បានច្រើនហើយក៏មានគេទិញអាល់ប៊ុមរបស់បងមកជីច្រើនណាយើងក៏ហត់ដែរហត់ដូចតែគ្នាណា ពួកបងក៏ហត់ដែរពាក់អាវតុក្កតានឹងធំក្តៅសងអីហ៎ Welling កូនឯងទៅទិញទឹកមកទិញបានតបដែរតម្រូវគ្នាយើងនោះទៅហើយចាំអ្នកគ្រូឲ្យលុយបាច់អស់ទៅបានអ្នកគ្រូចាំខ្ញុំចេញលុយខ្លួនឯងឥឡូវខ្ញុំទៅទិញសិន អូយក្តៅនេះឡើងហប់ឆឹងហ្មងណាអេយូហើយតោះទៅទប់ទឹកឲ្យយើងត្រូវការជួបប្រគល់ចឹងអ្នកគ្រូពួកខ្ញុំសុំទៅទប់ទឹកសិនណា ចាទៅចាប់ប្អូនអ្នកគ្រូដឹងថាឯងស្គាល់អ្នកគ្រូមែនអត់ចាមែនអ្នកគ្រូពិតជាអតីតតនតនៅក្នុងសាលាយាមាសុកៈនេះមែនអត់ហើយមិនបានឯងដឹងតាមណាគេឬមួយក៏ឯងដឹងតាម leader ថ្មីអត់ផងខ្ញុំមិនដែលស្គាល់ហើយក៏មិនដែលដឹងមុខ leader ថ្មីនឹងមិនដែរប៉ុន្តែដោយសារពេលហ្នឹងគឺខ្ញុំបានចូលទៅបន្ទប់បណ្ណាល័យហើយខ្ញុំក៏មើលនេះមើលនោះទៅក៏ឃើញក្រាបវត្តរូបរបស់អ្នកគ្រូពេលហ្នឹងគេក៏បានសរសេរឈ្មោះរបស់អ្នកគ្រូទៅខ្ញុំចាប់អារម្មណ៍ហើយខ្ញុំក៏យកមកមើលទៅពេលហ្នឹងក៏ទៅដឹងថាអ្នកគ្រូគឺជា founder ទី2 founder ទី1ដែលនៅក្នុងសាលាយាមាសុកៈនេះឯងហើយពេលនោះក៏មាន founder ទី2ម្នាក់ទៀតដែលខ្ញុំគិតថាវា special ខ្លាំងហ្មងដែលខ្ញុំមិនដែលគិតថាវាអាចនឹងជាមនុស្សដែលនឹងស្គាល់ណាហើយ founder ទី2ហ្នឹងគឺជាបងរបស់គ្រូហ្វីផ្ទាល់ទៀតដែលគាត់គឺមានឈ្មោះថា Yerin ថាអ្នកគ្រូហើយពេលហ្នឹងឯងទៅដែលខ្ញុំដឹងថារឿងរបស់អ្នកគ្រូហ្នឹងជាមួយនឹងបងគ្រូហ្វីហ្នឹងមិនគឺជា founder នៅទីនេះហើយកាលពី2ឆ្នាំមុនអ្នកគ្រូក៏បានប្រឡងខ្លួនធ្វើជាសិស្សដើម្បីមករៀននៅនេះដូចគ្នាហើយពេលហ្នឹងដែរក៏ជាពេលដែលអ្នកគ្រូធ្វើឲ្យបងមេជីមានការសង្ស័យហើយក៏ខ្ញុំចាប់អារម្មណ៍អ្នកគ្រូថាអ្នកគ្រូក៏មិនជាសិស្សធម្មតាដែរមកដល់ពេលនេះទៅខ្ញុំស្គាល់អ្នកគ្រូច្បាស់ហើយមិនបានឯងរកឃើញក្តាប់វត្តរូបរបស់អ្នកគ្រូបានព្រោះបានដល់នៅសាលានេះគឺអត់ដែលផ្ទុកវត្តរូបរបស់សិស្សជំនាន់មុនទេអត់ដឹងដែរប៉ុន្តែខ្ញុំបានឃើញវានៅក្នុងទូលកវាចម្លែកពេកតែដឹងឯងឆាប់ប្រាប់អ្នកគ្រូមកថាណាគេជាអ្នកយកវត្តរូបនឹងយកទៅដាក់នៅក្នុងទូលកនឹងគឺជា leader ថ្មីប៉ុន្តែខ្ញុំអត់បានឃើញមុខគេទេគេគ្រាន់តែយកមកដាក់ចោលនឹងដើម្បីឲ្យខ្ញុំឆែកពីប្រវត្តិរបស់អ្នកគ្រូអញ្ចឹងគឺច្បាស់ហើយថា leader ថ្មីនោះគឺជាបងប្អូនខាវ៉ាសាគីពេលនេះកាន់ជាដឹងហើយថាបងប្អូនខាវ៉ាសាគីពិតជាលើមែនហើយយើងក៏ដឹងច្បាស់ដែរពេលនេះឯងឆាប់ធ្វើអីធ្វើឲ្យហើយតិចទៀតកាន់ជាទៅដល់កន្លែងចាស់បងប្អូនគ្រូខាវ៉ាសាគីឡើងហើយកើតអីមែនអ្នកគ្រូឥឡូវឯងមកតាមអ្នកគ្រូសិនមកណាចាំអ្នកគ្រូប្រាប់ឯងតាមក្រោយទៀតចាអ្នកគ្រូតែណាមិនថាមេចេះប្រាប់គ្នាមេចេះចាំគ្នាសោះទៅទាំងអស់ហ្មងឈឹកើតអីមែនអ្នកគ្រូបានអ្នកគ្រូហើយខ្ញុំមកប្រញាប់ចឹងហើយមុខភ័យទៀតមុននឹងពួកគេស្លាប់អ្នកគ្រូចង់ប្រាប់ឲ្យឯងដឹងបន្តិចសិនថា leader ថ្មីដែលពួកឯងតែគិតថាជា leader ថ្មីហ្នឹងវាមិនមែនទេពួកវាគឺជា leader ចាស់ដែលនៅសាលានេះតាំងពីយូរឆ្នាំមកហើយអ្នកគ្រូនឹងប្រាប់ឯងឲ្យដឹងពីរឿងអត់កំបាំងរបស់ពួកគេហើយអ្នកគ្រូចង់និយាយពីអីគេណាគេស្លាប់មិន leader ចាស់ leader ថ្មីមិនខ្ញុំអត់យល់ទេនេះ
អ្នកដែលអ្នកគ្រូនិយាយនេះគឺជា leader ថ្មីនៅក្នុងសាលាយ៉ាម៉ាសាកានេះឯងប៉ុន្តែគេមិនជា leader ថ្មីទេគេគឺជា leader ចាស់នៅសាលានេះយូរហើយអ្នកគ្រូនឹងប្រាប់ឯងពីរឿងហេតុរបស់ពួកគេទាំងអស់មកពួកគេគឺជាបងប្អូនភ្លោះនឹងគ្នាហើយក៏ជា leader ចាស់នៅសាលានេះដូចគ្នាដែរចឹងអ្នកគ្រូនឹងបញ្យល់ប្រាប់ឯងម្ដងតិចម្ដងតិចឲ្យឯងយល់កាលពី20ឆ្នាំមុនបងប្អូនកាវ៉ាសាគិជាមួយនឹងគ្រូសានាងបានជួបគ្រោះថ្នាក់ចរាចរណ៍ហើយអ្នកដែលធ្ងន់ធ្ងរជាងគេនឹងគឺប៉ាម៉ាក់របស់គេនឹងឯងពេលហ្នឹងគឺបងប្អូនកាវ៉ាសាគិត្រូវការជំនួយមែនតើហ្មងហើយស្រាប់តែពេលហ្នឹងដែរក៏មានបរិមម្នាក់ដែលយើងអត់ដឹងថាជាណាគេទេក៏បានលេខបុកឡើងហើយក៏បាននិយាយទៅកាន់បងប្អូនកាវ៉ាសាគិលក្ខណៈថាត្រូវជួយអីចឹងណាហើយពេលហ្នឹងហើយពេលហ្នឹងម្នាក់ប្រុសហ្នឹងក៏បាននិយាយថាខ្ញុំនឹងជួយសង្គ្រោះប៉ាម៉ាក់របស់នាងបើសិនជានាងបដូរជាធ្នូអាយុជីវិតនឹងប្រឡងរបស់អ្នកទាំងពីរហ្នឹងណាខ្លាចជាកម្មសិទ្ធិរបស់ខ្ញុំនៅថ្ងៃអនាគតបានន័យថា10ឆ្នាំក្រោយហ្នឹងណាកងត្រានៃជីវិតហ្នឹងគឺត្រូវបានបញ្ចប់រវាងបងប្អូនភ្លោះហ្នឹងដើម្បីដោះដូរការជួយជាមួយនឹងប៉ាម៉ាក់របស់គេអញ្ចឹងហើយពេលហ្នឹងដែរបងប្អូនកាវ៉ាសាគិក៏បានយកផងដើម្បីជួយសង្គ្រោះដល់ប៉ាម៉ាក់របស់នាងទើបនាងសុខចិត្តកោះចុះកងត្រាជាមួយនឹងស្ដេចបិសាចចំនួនទី2ហើយពេលវេលាកន្លងផុតទៅអស់រយៈពេល7ឆ្នាំបងប្អូនកាវ៉ាសាគិក៏បានក្លាយជាសិស្សឆ្នាំនៅក្នុងសាលាយ៉ាម៉ាសាកាដែលគេត្រូវបានជ្រើសរើសជា leader នៅក្នុងសាលាហ្នឹងហ្មងដោយសារពួកគេគឺមានសមត្ថភាពខ្លាំងហើយនឹងប្រកែកលើសពីសិស្សដទៃទៀតទៅពួកគេក្លាយជា leader នៅក្នុងសាលាយ៉ាម៉ាសាកាទៅតែនៅឆ្នាំ2010ថ្ងៃដែលកងត្រាផុតកំណត់គឺបានមកដល់ពួកគេគឺបានជួបគ្រោះថ្នាក់ចរាចរណ៍ម្ដងទៀតហើយត្រូវបញ្ជូនទៅមន្ទីរពេទ្យគ្រូពេទ្យក៏បានប្រកាសថាពួកគេនឹងគឺបានស្លាប់ហើយនៅពេលនោះដែរមានបរិយាអាវខ្មៅម្នាក់បានចូលទៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ពួកនឹងហើយក៏ចាក់សារធាតុអាកម្លាំងម្យ៉ាងចូលទៅក្នុងខ្លួនពួកគេដែលយើងមិនដឹងថាសារធាតុនឹងគឺជាសារធាតុអីទេហើយមួយម៉ោងក្រោយមកពេលដែលគ្រូត្រឡប់មកវិញក៏បាត់សាកសពរបស់បងប្អូនភ្លោះនឹងបាត់ហើយដែលគ្មានអ្នកស្នាមអីមិនទីទៅអត់មានអ្នកគេដឹងថាបងប្អូនភ្លោះនឹងទៅណាទេទៅគ្មានអ្នកណាដឹងទាំងអស់ហ្មងសូម្បីតែ5អ្នកអាវខ្មៅហ្នឹងក៏យើងអត់ដឹងថាជាណាគេដែរហើយបច្ចុប្បន្នវិញពួកគេគឺនៅរស់ដែលឯងគិតថាពួកគេគឺជាបងប្អូនភ្លោះជា leader នៅក្នុងសាលានេះអញ្ចឹងប៉ុន្តែពួកគេមិនជាមនុស្សទៀតទេហើយពីការស្លាប់របស់ពួកគេក៏បាត់ខ្លួនហើយក៏បានរស់ឡើងវិញពួកគេក៏ក្លាយទៅជា Walker តែវាមិនមែនជាមនុស្សទេវាគឺជាសត្វអមនុស្សដែលចាប់ជាប់ពីបណ្ដាសាពិភពងងឹតមកហើយពួកគេរស់នៅចន្លោះពិភពមនុស្សនិងពិភពអាកម្បាំងរបស់ពួកគេទៀតនោះពួកគេមិនចាស់មិនឈឺហើយក៏មិនងាយស្លាប់ដោយមនុស្សដទៃដែរហើយមួយទៀតអ្វីដែលពួកឯងគួរដឹងជាពិសេសគឺឯងនឹងហ្មងដែលបានតាក់ទងជាមួយនឹងគេអ្នកណាដែលពួកគេត្រូវប្រើហើយដូចជាឯងអញ្ចឹងឬក៏ចង់ប្រើអីមួយហើយនឹងនាំពួកឯងចូលទៅពិភពងងឹតដែលជា database ហើយនៅពេលនោះនឹងការចងចាំទាំងអស់ដែលឯងធ្លាប់គិតពីមុនមកគឺបាននឹងលុបទាំងស្រុងយកមករហូតដល់អតីតកាលរបស់ខ្លួនត្រូវបានបាត់បង់ដូចគ្នាហើយច្បាប់មួយគត់ដែលធ្វើឲ្យអ្នកនរគ្នាហ្នឹងគឺភ័យមែនតើណាគេក៏ដោយឲ្យតែបានដឹងពីអាកម្បាំងរបស់បងប្អូនខ្លួនហ្នឹងហើយនឹងត្រូវស្លាប់មកទោះបីជាអ្នកហ្នឹងជាមិត្តភក្តិឬក៏ចេះស្នេហ៍យ៉ាងណាក៏ដោយប៉ុន្តែបើសិនជាចង់បានជីវិតសុខស្រួលបើសិនជាដឹងហើយយើងកុំមាត់យើងកុំកលក្ខណៈដូចជាធ្វើមិនដឹងធ្វើមិនឮចឹងដើម្បីទុកជីវិតខ្លួនឯងដើម្បីរស់តអូយមើលទៅវាគួរឲ្យខ្លាចហើយនឹងនិយាយមែនអ្នកគ្រូអូយជីក្បាលអ្នកគ្រូខ្ញុំខ្លាចពេលនេះឯងបានដឹងហើយក៏បានឮដែរអញ្ចឹងបើគ្រប់យ៉ាងគឺល្អមកវិញឯងមិនភ័យឯងមិនខ្លាចទេណាតែអ្នកគ្រូខ្ញុំខ្លាចគេសម្រាប់ខ្ញុំព្រោះខ្ញុំបានដឹងពីគេហើយអ្នកគ្រូក៏បានប្រាប់ខ្ញុំដូចគ្នាទៀតឯងមិនភ័យទេពួកគេមិនមកសម្រាប់ឯងនឹងអ្នកគ្រូទេព្រោះបើគ្រប់យ៉ាងតិចទៀតនឹងល្អឡើងវិញឯងពួកវានឹងត្រូវកម្ចាត់ឯងមិនដែរត្រៀមខ្លួនហើយនៅអ្នកទាំងអស់គ្នាតោះចូលទៅចាត់ការពួកគេទៅអ្នកគ្រូទៅណាហ្នឹង
ការផ្សាយចេញពីសាលាម៉ូជីវរីថ្ងៃនេះមានការធ្វើបាបពិសេសអ្នកមានដាក់សិស្សអ្នកក្រខៃសាបានធ្វើបាបសិស្សនៅក្នុងសាលាដែលវាខុសពីវិន័យនិងច្បាប់នៅក្នុងសាលាពួកគេគឺបានល្មើសបទវិន័យនៅក្នុងសាលាទៀតជាពិសេសគឺមេដុដែលជាមិត្តរបស់ពួកគេហើយក៏បានរួមដៃជាមួយនឹងខៃសាដើម្បីទប់បាបពួកគេដែលជាមិត្តរបស់ខ្លួនតាំងពីមុនខៃសាអ្នកគ្រូជួយពួកឯងបានតែប៉ុណ្្នឹងឯងសង្ឃឹមថាបងឯងនឹងមកជួយឯងតាន់ពេលចុះពួកវារត់អស់ហើយ ពួកយើងត្រូវទៅតាមរកពួកវាមកវិញ មែនហើយតើឥឡូវយើងទៅទាំងអស់គ្នាខៃសានេះគឺជា logo ហើយយើងដឹងថាឯងនឹងស្គាល់វាដូចគ្នាបានន័យថាម៉េជីគេត្រឡប់មកវិញឯងទីបំផុតអ្នកបងបានត្រឡប់មកវិញឯតាហើយឯងធ្វើអញ្ចឹងអត់ខ្លាចគេជីដឹងទេអី មែនតាហើយកាំងជីគេទៅណាគេប្រហែលថ្ងៃនេះមិនអត់ឃើញចឹង សួរធ្វើអីនៅពេលដែលកាំងជីអត់នៅគឺយើងសួរធ្វើបាបពួកនោះនឹងអីឲ្យគេទៅណាក៏ទៅប៉ុន្តែគេគឺជា boss របស់ពួកយើង